សូមជូនរឿងទឹកចិត្តជីដូនមកដល់ឆ្នាំនេះកុមារសម្បត្តិមានអាយុ7ឆ្នាំហើយគេរស់នៅភ្នំពេញជាមួយឪពុកម្ដាយរបស់គេដែលមានជីវភាពធូរធារគ្រាន់បើប៉ុន្តែជីដូនជីតារបស់គេរស់នៅឯជនបទដាច់ស្រយាលតាមស្រុកនៃខេត្តកំពង់ចាមថ្ងៃមួយពេលវិស្សមកាលឪពុកម្ដាយសម្បត្តិបាននាំកូនទៅលេងជីដូនព្រោះថាច្រើនខែមកហើយពុំដែលឃើញជីដូនមកលេងចៅទាល់តែសោះជីដូនពេលឃើញចៅមកដល់គាត់នឹករលឹកចៅខ្លាំងណាស់គាត់បានឃាត់ចៅឲ្យនៅជាមួយគាត់មួយរយៈកុមារសម្បត្តិជាក្មេងប្រុសម្នាក់ដែលមានភាពវៃឆ្លាតប៉ុន្តែរពឹសបន្តិចជីដូនរបស់សម្បត្តិមានចរិតអត់ធ្មត់និងមានចិត្តករុណាចំពោះចៅណាស់ទោះបីជាចៅរបស់គាត់រអ៊ូរទាំនិងមានអាកប្បកិរិយារពឹសយ៉ាងណាក៏ដោយតែអ្វីដែលគាត់ពិបាកនោះគឺចៅជាអ្នកទីក្រុងរីឯគាត់ជាអ្នកជនបទចៅគាត់ចូលចិត្តញ៉ាំអាហារទាន់ចិត្តនិងធ្វើអ្វីតាមតែអំពើចិត្តរបស់គេមួយរយៈកន្លងមកសម្បត្តិមានអារម្មណ៍ពិបាករស់នៅតាមជនបទដែលគ្មានទាំងចរន្តអគ្គិសនីនិងគ្មានផ្សារទំនើបនោះណាស់សម្រាប់ការទិញសាំងវិច hamburger តាមតម្រូវការរបស់គេដូច្នេះហើយធ្វើឲ្យសម្បត្តិកិច្ចកុកយំអុកលុកជីដូនជាញយថ្ងៃមួយសម្បត្តិបានទៅទូលយំទាជីដូនលោកយាយខ្ញុំចង់ញ៉ាំសាំងវិចចៅនៅស្រែអីចឹងឲ្យយាយទៅទិញសាំងវិចនៅឯណាសម្បត្តិធ្វើមុខជ្រួញចិញ្ចើមរួចរអ៊ូបន្តសាំងវិចក៏គ្មាន hamburger ក៏គ្មានចុះផ្លូវមាត់បំពងមានទេសូមលោកយាយទៅទិញឲ្យចៅមកគ្មានទេចៅយាយតបទៅចៅដោយមុខស្ងួតទៀតសូម្បីតែផ្សារក៏គ្មានផងចៅឃើញហើយរាល់ព្រឹកយាយចាំទិញត្រីទិញបន្លែតាមកង់ដែលគេដឹកយកមកលក់ឬទៅចែកសុំទិញពីអ្នកនេសាទនិងទិញបន្លែពីអ្នកចម្ការចំណីផ្សារនៅឆ្ងាយណាស់ជិតមន្ទីរស្រុកឯណោះហើយក៏គ្មានរបស់របរលក់ច្រើនដែរលក់តែមួយព្រឹកក៏អស់រលីងសម្បត្តិឮដូច្នេះឈរត្រឹងមួយសន្ទុះហើយតន្ត្រំជើងចង់យំបន្តិចចង់ស្រែកបន្តិចរួចក៏ងើដើរចេញពីលោកយាយទៅលេងតាមចិត្តបាត់ទៅចំណែកលោកយាយគិតចំបែងក្នុងចិត្តថាថ្ងៃនេះបានអ្វីស្លឲ្យចៅញ៉ាំទៅណបើគេរើម្ហូបយ៉ាងនេះគិតរួចគាត់ក៏ដើរទៅក្រោយផ្ទះបេះផ្លែល្ហុងបានមួយហើយក្តិចស្លឹកម្រះព្រៅបានមួយក្តាប់បន្ទាប់មកគាត់ក៏ដើរទៅផ្ទះអ្នកជិតខាងទិញបានត្រីជញ្ជាត់មានកូនត្រីក្រឹមទន្សាយលាយកំពឹសបានប្រហែលមួយសម្លរួចដើរទៅផ្ទះបើកក្រឡប្រហុកយកប្រហុក2-3កន្ទុយដាំទឹកស្លម្ជូរល្ហុងអំពិលខ្ចីបំរះព្រៅដែលជាសម្លខ្មែរតាំងពីបុរាណកាលមកថ្ងៃរៀបអស់ស្តង់គុតផុតទៅសម្បត្តិកំពុងលេងនេះលេងនោះក្បែរផ្ទះតាមចរិតរបស់គេជីដូនបាននាំចៅមកងូតទឹកពីងគាត់យកដៃដុសក្អែលឲ្យចៅថ្នមតាំងពីម្រាមជើងរហូតដល់កនិងផ្ទៃមុខរួចពោលថាចៅឃើញទេនៅជនបទអ៊ីចឹងគ្មានបន្ទប់ទឹកគ្មានទឹកម៉ាស៊ីនបាញ់ផ្កាឈុកអីទេសូម្បីតែសាប៊ូដុសខ្លួនល្អក៏គ្មានផងគាត់យកក្រមាជូតខ្លួនឲ្យចៅថ្នមហើយនិយាយបន្តតោះចៅយើងឡើងទៅលើផ្ទះញ៉ាំបាយយាយបានរៀបចំបាយឲ្យចៅអង្គុយទល់មុខយាយតែពីរនាក់ដោយពន្លឺចង្កៀងប្រេងកាតផ្លុំសម្បត្តិអង្គុយបត់ជើងសម្លក់ចានសម្លដែលនៅពីមុខរួចសួរជីដូនថាលោកយាយសម្លអញ្ចឹងខ្ញុំមិនដែលឃើញទេនេះគេហៅថាសម្លម្ជូរកូនត្រីណាចៅ
សម្បត្តិត្រឹងបន្តិចក៏នឹកឃើញទៅដល់ត្រីក្រមដែលខ្លួនធ្លាប់ចិញ្ចឹមក្នុងដបនិងធ្លាប់ឲ្យវាជល់គ្នាទៀតផងទើបឆ្លើយថាខ្ញុំមិនញ៉ាំទេជីដូនតបទៅចៅដោយសម្ដីថ្នមថាមិនមែនទេចៅវាដូចគ្នាមែនតែវាមិនមែនជាត្រីនោះទេតោះញ៉ាំបាយទៅចៅសាក់ញ៉ាំបន្តិចទៅមើលទាន់សម្លនៅក្តៅគាត់និយាយបណ្ដើរដួសសម្លមួយស្លាបព្រាមានកំពឹសពីរ3លាយកូនត្រីមួយស្រោបលាយបាយបញ្ចុកចៅដំបូងសម្បត្តិធ្វើជាអើអន់មិនចង់ហាមាត់ទទួលទានឡើយធ្វើរឹកដូចជាញញើតតែជីដូនចេះតែទទូចលួងចៅម្យ៉ាងពោះសម្បត្តិកំពុងតែក្លៀនផងគេក៏ហាមាត់ទំពាមួយយាយសួរថាមិនដែរចៅឆ្ងាញ់ណាស់លោកយាយខ្ញុំញ៉ាំខ្លួនឯងបានហើយសម្បត្តិទាញចានបាយនិងស្លាបព្រាហត់សម្លគ្រូម្ដងនេះសម្បត្តិប្រឹងញ៉ាំយ៉ាងញាប់មាត់គេទទួលទានបាយអស់ជាងមួយចានទាំងបែកញើសជោគថ្ងាសជីដូនឃើញដូច្នេះក៏ត្រេកអរណាស់ហើយសើចតិចរាត្រីកាលចូលមកដល់យប់នេះសម្បត្តិឆាប់គេងណាស់ព្រោះពុលបាយពីក្បាលប្រលប់ដោយសម្លម្ជូរបងព្រះព្រៅធ្វើឲ្យសម្បត្តិគេងលងលក់យ៉ាងស្កប់ស្កល់ជំនួខ្យល់បក់ពីទន្លេត្រជាក់តាមបែបធម្មជាតិស្ងប់ខ្យល់បន្តិចសម្បត្តិភ្ញាក់ងើបឡើងរអ៊ូទារកកង្ហារជីដូនភ្ញាក់ឡើងទាញបានផ្លិតស្លឹកត្នោតមួយបក់ថ្នមមួយឲ្យចៅគេងទៅវិញដៃម្ខាងអេះអង្អែលខ្នងតិចដៃម្ខាងបក់ផ្លិតមិនដើរសម្បត្តិទទួលអារម្មណ៍ថាខ្យល់ផ្លិតដែលជីដូនកំពុងបក់ឲ្យពិតជាត្រជាក់ជាងកង្ហារនៅភ្នំពេញទៅទៀតបទពិសោធន៍បន្តបន្ទាប់ជាច្រើនដែលមាននៅក្នុងភូមិនេះបានធ្វើឲ្យសម្បត្តិយល់ដឹងពីទឹកចិត្តដ៏កក់ក្ដៅរបស់ជីដូនហើយមុនពេលដែលសម្បត្តិត្រឡប់មកទីក្រុងវិញគេបានជួយធ្វើកិច្ចការជាច្រើនរបស់ជីដូននៅពេលសម្បត្តិត្រឡប់មកដល់ទីក្រុងវិញសម្បត្តិតែងតែនឹកឃើញនៅអនុស្សាវរីយ៍និងទិដ្ឋភាពស្រុកភូមិតាមជនបទដែលពោរពេញទៅដោយធម្មជាតិដល់ត្រកាលដូចជាពេលជិះទូកជាមួយជីដូនតាមដៃទន្លេទៅបេះផ្កាប្រលិតត្រកួនកញ្ឆែតផ្កាកំប្លោកផ្កាស្នោដែលមានពណ៌ចម្រុះគួរឲ្យគយគន់និងជួនកាលជីដូនដាក់គេឲ្យជិះលើខ្នងគោដឹកបណ្ដើរចុះលាងទឹកតាមច្រាំងទន្លេជាពេលដែលអាចឲ្យសម្បត្តិអាចរៀនហែលទឹកបានទៀតផងសម្បត្តិមានអារម្មណ៍ថាសប្បាយរីករាយយ៉ាងខ្លាំងដែលនៅភ្នំពេញពុំមានឱកាសបានមកលេងល្បែងបែបនេះឡើយជួនកាលសម្បត្តិដើរទៅចំការជាមួយជីដូនឃើញចំការឪឡឹកត្រសក់ល្ពៅដែលជាបន្លែស្រស់ពិសេសគេតែងតែនឹកដល់សម្លម្ជូរល្ហុងកូនត្រីបងព្រះព្រៅដែលគេពុំធ្លាប់ទទួលទានថ្វីត្បិតតែនៅទីក្រុងញ៉ាំតែសម្លស្ងោរឆានិងសាច់មាន់បំពងចំណីផ្សេងរួមទាំងអាហារទាន់ចិត្តក៏នៅតែមិនឆ្ងាញ់ដូចសម្លម្ជូរនេះឡើយឥឡូវសម្បត្តិរៀននៅសាលាបឋមសិក្សាថ្នាក់ទី3ហើយបវេសនកាលឆ្នាំថ្មីនេះសម្បត្តិនឹកដល់រឿងអតីតកាលគេតែងតែសួរមិត្តភក្តិគេថាតើជីដូនរបស់ឯងនៅខេត្តណាមិត្តភក្តិឆ្លើយបែបងាយឆ្ងល់ថាជីដូនខ្ញុំរឿងនេះត្រូវបានបញ្ចប់ដោយត្រឹមនេះ